វិភាគអន្តរជាតិបានលើកឡើងនៅចំណុចសំខាន់មួយចំនួនគឺលោកយ៉ាងមូជីនសាស្ត្រាចារ្យនៅសាកលវិទ្យាល័យសិក្សាកូរ៉េខាងជើងក្នុងទីក្រុងសេអ៊ូលបានលើកឡើងថាការបង្ហាញឲ្យឃើញថាជូអេបានប្រើប្រាស់អាវុធគឺជាសញ្ញាណច្បាស់ថារូបនាងកំពុងតែត្រូវបានវឹកហាត់ដើម្បីក្លាយខ្លួនទៅជាអ្នកបន្តវេនដឹកនាំប្រទេសនាពេលអនាគតសួស្តីអ្នកទាំងអស់គ្នាប្រទេសគោរពពុទ្ធសាសនាបែបមហាយានមួយនេះត្រូវគេបៀតបៀននៅលើពិភពលោកហើយដាក់ទរណកម្មដើម្បីរំលាយប្រទេសនេះចោលជាពិសេសគឺចេញអំពីម្លុកគ្រឹះសាសនាលោកខាងលិចនឹងឯងរកវិធីនឹងដាក់ទរណកម្មដោយសេដ្ឋកិច្ចផងឬរកវិធីកម្ចាត់ឬក៏ធ្វើឃាតកម្មក្នុងការសម្លាប់ផងការដែលធ្វើកន្លងមកប្រទេសនេះថ្នាក់ដឹកនាំនេះត្រូវបានរួចខ្លួនជារៀងរហូតប៉ុន្តែគេស៊ូចុងក្រោយគឺដើម្បីរស់ដើម្បីមិនឲ្យនរណាទៅជន់គេណាខ្ញុំអត់ទាន់ថាគេខុសគេត្រូវទេអញ្ចឹងប្រទេសខាងគោរពពុទ្ធសាសនាបែបប្រទេសរាជយើងកុំខឹងគេណាហ្នឹងហើយយើងក៏កើតសង្គ្រាមដែរគេការពារខ្លួនគេឲ្យយល់ទៅស្វែងរកកំហុសគេផ្ដាច់ការបែបនេះផ្ដាច់ការបែបនោះគេជាផ្នែកមួយនៅក្នុងការពង្រឹងប្រទេសគេហ្នឹងដើម្បីឲ្យមានសិលធម៌គុណធម៌យើងសម្លឹងមើលតែមួយជ្រុងហើយក៏ប្រមាថមើលងាយគេហ្នឹងណាយើងអត់ស្គាល់ថាខ្លួនឯងជានរណាផងហ្នឹងយល់ទេហ្នឹងអញ្ចឹងអ្វីដែលប្រទេសខាងអ៊ីស្លាមក៏គេពង្រឹងដែរប៉ុន្តែពង្រឹងនោះក៏មិនបានហៅថាអ្វីដែលដូចទៅខាងកូរ៉េខាងជើងទេណាអញ្ចឹងអ៊ីស្លាមផ្សេងកូរ៉េខាងជើងផ្សេងបែបពុទ្ធសាសនាបែបមហាយានហើយនរណាមិនស្អប់កូរ៉េខាងជើងប្រទេសខាងពុទ្ធសាសនាដោយគាត់គិតថាមួយជ្រុងតូចថាប្រទេសនឹងផ្ដាច់ការប្រទេសនឹងខូចប្រទេសហ្នឹងមិនដែលលើកទ័ពរបស់ខ្លួនហ្នឹងទៅបបាក់ប្រទេសខាងម្លុកគ្រឹះសាសនាទេមិនដែលយកឧបាយណាមួយដើម្បីទៅបំផ្លាញម្លុកគ្រឹះសាសនាដែរប៉ុន្តែប្រទេសនេះគឺមានអានុភាពនិងខ្លាំងក្លាដោយសារគេយកគ្រឹះជើងក្រោមនឹងឯងគឺរស់ដើម្បីអ្វីមួយដើម្បីកុំឲ្យគេមកជន់ក្បាលគេប៉ុន្តែប្រទេសហ្នឹងមានក្បាលទស្សនវិជ្ជាខាងលើថាគេមានឧបនិស្ស័យតែក្បាលអត់មានចង់បញ្ជាក់អំពីទស្សនវិជ្ជានោះចង់និយាយអញ្ចឹងណាអញ្ចឹងប្រទេសអ៊ីស្រាអែលគឺជាប្រទេសមួយដែលគេហៅថាខ្លាំងក្លាតែមានម្លុកគ្រឹះសាសនាគេចោមរោមការពារនៅពីក្រោយខ្នងគេណាមានហេតុផលអ្វីមួយគឺគេចេញមុខវាយជំនួសហ្នឹងប៉ុន្តែកូរ៉េខាងជើងនេះសូន្យគ្មាននរណាមួយទៅចេញមុខការពារកូរ៉េខាងជើងទេមានតែសម្ព័ន្ធមិត្តពីរហ្នឹងហ៊ានជួយហ្នឹងជួយទាំងលឹបលើទៅទៀតណាมันអាចចេញមុខដើម្បីដោះស្រាយឲ្យកូរ៉េខាងជើងទេកូរ៉េខាងជើងជានិច្ចកាលគឺគេចោមរោមប្រមាថមើងងាយហើយដោយឧបាយជាពិសេសពួកព័ត៌មានផ្នែកខាងម្លុកគ្រឹះសាសនាលោកខាងលិចរកវិធីណាកំចាត់ឲ្យធ្វើឃាតកម្មសម្លាប់គេតែម្ដងបើកឆាកក្នុងការនិយាយផុយតែម្ដងឃើញទេហើយដល់ពេលយើងគិតតែមួយជ្រុងយើងគិតតែស្អប់កូរ៉េខាងជើងតែម្ដងគេថែរក្សាវប្បធម៌ប្រពៃណីគេដែរក្នុងការរស់នៅនោះក៏គេមានវិន័យទាំងអ្នកធំអ្នកតូចនិងប្រជាបរតរបស់គេទោះបីគេដាក់ទរណកម្មយ៉ាងណាក៏ដោយគេខំប្រឹងដើម្បីរស់ណាឲ្យយល់យើងមើលអាមួយជ្រុងមួយផ្នែកទៀតជាច្រើនរឿងប្រវត្តិដែលកូរ៉េខាងជើងនិងកូរ៉េខាងត្បូងហេតុអីបានមានវិបត្តិដាក់គ្នាខ្លាំងយ៉ាងនេះយើងអត់មើលឃើញអាកន្លែងហ្នឹងណាហ្នឹងអញ្ចឹងអ្វីចោមរោមដើម្បីវាយប្របាក់អាកូរ៉េខាងជើងតែម្ដងណាប្រទេសខាងពុទ្ធសាសនាបែបមហាយានរូបនេះណាអញ្ចឹងយើងស្ដាប់ដោយវគ្គខ្លីៗបានយើងដឹងថាទស្សនៈនៃការគ្រប់គ្រងប្រទេសនិងចិត្តសាស្ត្រចិត្តវិទ្យាហ្នឹងតើពាក់ព័ន្ធទៅនឹងអ្វី